សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកប្រាប់តាក់ទងជាមួយនឹងការអាប់ដេត Facebook នៅឆ្នាំ2026នៃការអាប់ដេតគោលការណ៍ថ្មីនៃការរកលុយតាម page អញ្ចឹងតាក់ទងជាមួយនឹងគោលការណ៍ថ្មីមួយនេះគឺខ្ញុំបានផុសប្រាប់សមាជិកនៅក្នុង caption ហើយប៉ុន្តែអត់សូវរីកអញ្ចឹងអ្វីដែលខ្ញុំចង់ធ្វើគឺធ្វើវីដេអូទៅវាឆាប់មានអ្នកមើលច្រើនជាងហើយនឹងមានអ្នកយល់ដឹងច្រើនដោយសារអីមួយថ្ងៃនេះគឺមានសមាជិកច្រើនដែលគាត់មានបញ្ហា page មានបញ្ហា disable មានបញ្ហាទៅលើ payout ច្រើនខ្លាំងមែនទែនឆាតមកខ្ញុំអញ្ចឹងបានខ្ញុំបើកទទួលដោះ payout ហ្នឹងព្រោះមានច្រើនពេកឥឡូវខ្ញុំសូមបញ្យល់តាក់ទងមួយនឹងគោលការណ៍ថ្មីឲ្យលម្អិតជាងនេះបន្តិចចំពោះគោលការណ៍ថ្មីគឺបងប្អូនដែលគាត់ជា content ដែល reaction ជា content ដែលយកពីគេហើយយើងកាត់ដាក់បញ្ចូលសម្លេងយើងឬក៏យើងកាត់ដាក់បញ្ចូលរូបភាពរបស់យើងឬក៏សកម្មភាពរបស់យើង reaction អាហ្នឹងក៏វាអាចនឹងងាយមានបញ្ហាដូចគ្នាអញ្ចឹងពីមុនវាអត់សូវមានបញ្ហាទេតាក់ទងមួយនឹងចំណុចហ្នឹងគឺវាអត់សូវមានបញ្ហាទេសម្រាប់ការ reaction វីដេអូបើសិនជាយើងកាត់បញ្ចូលហើយគឺភាគច្រើនអត់ជាប់ copyright គឺអត់ជាប់ reuse content ទេអញ្ចឹងណាប៉ុន្តែឥឡូវគឺវាជាប់ច្រើនហើយក៏វាអត់រីកច្រើនដែរនិយាយរួមទៅវាអត់រីកហ្មងវាធ្លាក់រីកហើយវីដេអូបែបហ្នឹងឥឡូវវាធ្លាក់រីកច្រើនណាបងប្អូនអញ្ចឹងអ្វីដែលខ្ញុំចង់បញ្យល់បងប្អូនការអាប់ដេតគោលការណ៍ថ្មីនៃ Facebook ទី1គឺបងប្អូនដែលយកវីដេអូពីគេគឺ Facebook នឹងជូនដំណឹងវីដេអូ original ដែលយើងកាត់យកពីគេហ្នឹងទៅឲ្យម្ចាស់ដើមឃើញបើសិនជាម្ចាស់ដើមនឹងគេចិត្តល្អគេមិន report ឬក៏មិនស្នើសុំឲ្យ Facebook នឹងដកសិទ្ធិយើងទេប៉ុន្តែបើសិនជាគេមើលទៅគេមិនសូវចិត្តទលាយដែរអញ្ចឹង account របស់បងប្អូនច្បាស់ជា spam account របស់បងប្អូនច្បាស់ជាធ្លាក់រីកឬក៏គេអាចធ្វើអីទៅលើវីដេអូយើងឬក៏ទៅលើ page យើងគឺងាយស្រួលខ្លាំងមែនទែនដោយសារ Facebook គឺវា load គឺវាមានការ update ឧទាហរណ៍ថាខ្ញុំធ្វើវីដេអូ original នឹងមួយអញ្ចឹងគេយកវីដេអូខ្ញុំទៅ reaction ឬក៏យកវីដេអូខ្ញុំទៅផុសបន្តអញ្ចឹង Facebook ច្បាស់ជា alert ឬក៏ផ្ញើសារមកកាន់ខ្ញុំមកថាវីដេអូរបស់ខ្ញុំមួយនេះគឺមានគេយកទៅផុសបន្តអញ្ចឹងវាធ្វើឲ្យអ្នកដែលយកទៅផុសបន្តហ្នឹងមានហានិភ័យខ្ពស់អញ្ចឹងណាអញ្ចឹងខ្ញុំអាចមានសិទ្ធិដាក់ពាក្យបណ្ដឹងមានន័យថាបណ្ដឹងទៅreport ទៅកាន់ Facebook បានទៅកាន់ Meta ឬក៏ខ្ញុំអាចចូលធ្វើឲ្យ page នឹង spam បានឬក៏ page នឹង reuse content បានឬក៏ធ្វើឲ្យ page នឹងធ្លាក់រីកបានអញ្ចឹងណាអញ្ចឹងនេះគឺជាចំណុចមួយដែលបងប្អូនគួរប្រុងប្រយ័ត្នតាក់ទងជាមួយនឹងការយកវីដេអូរបស់គេមកអញ្ចឹងអ្វីដែលខ្ញុំចង់ support បងប្អូនបើយកវីដេអូពីគេមកគួរតែដាក់ចំណងជើងថាវីដេអូនេះយកមកពីនេះពីនោះអញ្ចឹងណាដាក់ម្ចាស់កម្មសិទ្ធិគេអញ្ចឹងទៅហើយចំពោះមួយទៀតបើសិនជាបងប្អូនកាត់តគួរតែបញ្ចូលកុំឲ្យដោយទម្រង់ដើមពេកមានន័យថាយើងកាត់តវីដេអូគេយើងកុំឲ្យដូចជាមួយនឹង original គេខ្លាំងពេកអញ្ចឹងណាហើយមួយទៀតសម្រាប់វីដេអូដែលបងប្អូនយកពីគេ content ដែល reaction ឬក៏ content ដែលយកមកពីគេដែលអត់ទាន់ល្បីណាភាគច្រើនគឺធ្លាក់រីកហ្មងតែសម្រាប់ content ដែលល្បីស្រាប់ហើយ reaction អាហ្នឹងវាធ្លាក់រីកអាចនឹង 30% 40% អីចឹងទៅអញ្ចឹងអ្វីដែលខ្ញុំចង់ណែនាំ2026គឺ Facebook តម្រូវឲ្យយើងធ្វើ original content ឲ្យខ្លាំង original content គឺជាចំណុចល្អសម្រាប់បងប្អូនណាហើយមួយទៀតចំពោះការយកវីដេអូ AI ផ្សេងវីដេអូ AI គឺអាចនឹងជន់គេផ្សេងណាព្រោះមានអ្នកយកច្រើន AI គឺវាយលុកច្រើនអញ្ចឹងបើសិនជា AI ដូចគ្នាច្រើនពេកវាអាច spam ដែរតាក់ទងមួយនឹងការផុសវីដេអូរូបភាពអីហ្នឹងអញ្ចឹងវាអាច spam ទៅលើ content ឬក៏ spam ទៅលើ page របស់យើងដែរអញ្ចឹងណាអញ្ចឹងសម្រាប់ YouTube ដូចមិនសូវជាបញ្ហាទេអ្វីដែលបញ្ហាគឺ Facebook វាចាប់ខ្លាំងមែនទែនអញ្ចឹងណាអូខេបងប្អូនបើសិនជាបងប្អូនមានចង្អល់អីបន្ថែមឬក៏មានបញ្ហាខូច account ខូច payout អីគឺខ្ញុំមានទទួលដោះទាំងអស់អរគុណបងប្អូនទាំងអស់គ្នា